កាលពីព្រេងនេះនៅក្នុងព្រះនគរមានភាពវឹកវរដោយសារមានយក្សមកអុកលុកអ្នកស្រុកក៏រត់ផ្អើលឈឺឆររំពេចនោះក៏មានស្ដេចមួយព្រះអង្គចុះមកប្រយុទ្ធជាមួយនឹងយក្សយ៉ាងខ្លាំងក្លាក៏បានសម្លាប់យក្សឲ្យខ្សែជីវ៉ាធ្វើឲ្យប្រជាពលរដ្ឋរស់នៅបានសេចក្តីសុខសាន្តបងប្អូននៅសម័យនេះហើយតើបងប្អូននៅជឿរឿងបរិសុទ្ធជីសេះសដែរឬទេគេនៅតែយកមកបន្លប់ភ្នែកបងប្អូននៅមានប្រសិទ្ធភាពនៅឡើយនៅកន្លែងណាដែលមានមនុស្សជឿគឺគេនៅតែបោកប្រាស់ដដែលខ្ញុំរំលឹករឿងបរិសុទ្ធជីសេះសនឹងគឺដោយសារអ្វីគឺដោយសារតែប្រជាពលរដ្ឋខ្មែរយើងសពថ្ងៃនៅតែមានជំនឿទៅលើបរិសុទ្ធជីសេះសដដែលមិនយល់មិនទទួលស្គាល់ថាខ្លួនគឺជាពលរដ្ឋពលប្រែថាម៉េចរដ្ឋប្រែថាម៉េចពលប្រែថាកម្លាំងរដ្ឋគឺជាប្រទេសមួយមិនអាចពឹងពាក់ទៅលើមនុស្សម្នាក់ពីរនាក់បានទេបងប្អូនគឺពឹងពាក់ទៅលើពលរដ្ឋគ្រប់រូប